លីដោយសារតែឥឡូវហ្នឹងយើងខិតចិត្តមកដល់ចុងបញ្ចប់នៃវីដេអូ podcast ហ្នឹងហើយអញ្ចឹងបងចង់ឲ្យអូនឯងក្នុងនាមជាអ្នកម្ដាយ single mom ម្នាក់មានជាសារអីក្នុងការជំរុញលើកទឹកចិត្តទៅដល់ស្ត្រីដែលជា single mom ហើយជាពិសេសគឺជាស្ត្រីទូទៅហ្មងពីព្រោះអីបងជឿជាក់ថាស្ត្រីផ្សេងៗទៀតចង់មិនចង់គាត់នឹងដល់ដំណាក់កាលមួយគាត់រៀបអាពាហ៍ពិពាហ៍ហើយយើងមិនអាចមើលឃើញថាថ្ងៃមុខជីវិតអាពាហ៍ពិពាហ៍របស់យើងទៅជាយ៉ាងណាទេចាសម្រាប់ខ្ញុំមានខ្លឹមសារ3ជូនទៅដល់បងប្អូនទាំងអស់គ្នានិងទស្សនិកជនផងដែរខ្លឹមសារទី1ខ្ញុំសូមជូនទៅមនុស្សប្រុសចាបើសិនជាមនុស្សប្រុសដែលគាត់មិនទាន់លះបង់ទំនួលខុសត្រូវឬថាមិនទាន់អាចនឹងទទួលយកគ្រួសារបានទី1មិនអាចលះបង់ពេលវេលាផ្ទាល់ខ្លួនចោលបានទេហើយនៅតែចង់មានភាពសុបាយចង់មានភាពយុវវ័យហើយនឹងអត់អាចថាធ្វើជាមនុស្សប្រុសម្នាក់ដែលទទួលសម្ពាធច្រើនហើយជំនួសនិយាយថាធ្វើជាអ្នកការពារប្រពន្ធហើយក៏មិនអាចបន្ថែមនៅអាជីពរលុយរត់តែច្រើនដើម្បីប្រពន្ធព្រោះការបង្កើតគ្រួសារមិនស្រួលទេអត់អាចថាយើងមានតែមុខរបរនឹងមួយអាចចិញ្ចឹមកូនបានគឺអត់ទេអញ្ចឹងបើគាត់លះបង់ទាំងអស់ហ្នឹងហើយមួយទៀតលបែងស្រីស្រាបើគាត់ចោលអត់បានទេហើយនឹងមិត្តភក្តិគាត់ទេគុំយកមនុស្សស្រីម្នាក់ហ្នឹងចូលមកក្នុងឆាកជីវិតអីគុំបោះត្រាគាត់ជាស្ត្រីមួយម៉ាយព្រោះពេលដែលយើងបោះត្រាគាត់ហ្នឹងកូនយើងក៏ខ្លាចជាមនុស្សប្រុសខ្លាចជាកូនម្នាក់ដែលអត់មានឪពុកចឹងគួរតែយល់ទឹកចិត្តគាត់ផងពួកអីមនុស្សស្រីតែពេលដែលស្រឡាញ់មនុស្សប្រុសម្នាក់លះបង់អស់ហើយទាំងកម្លាំងកាយទាំងចិត្តទាំងក្តីស្រឡាញ់គ្រប់យ៉ាងរូបរាងគឺលះបង់ទាំងអស់ចាតែកុំឲ្យគាត់ទទួលវិញពាក្យថាស្រីមួយម៉ាយគឺអានឹងវាពិបាកទទួលសម្រាប់គាត់ចា